បាទវីដេអូមួយនេះគឺខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើតនៅបទចម្រៀងបាទដោយ AI ដែលបងប្អូនអ្នកបានខមមិនមកថាសូមឲ្យខ្ញុំនឹងជួយបង្កើតនៅចម្រៀងបែប MV ទៅដល់បងប្អូនអ្នកគ្នាបាទខ្ញុំមានពី comment ចឹងហើយវីដេអូនេះបាទគឺខ្ញុំនឹងព្យាយាមសាកល្បងទៅកាន់បងប្អូនអ្នកគ្នាប៉ុន្តែយើងអាចធ្វើបានបាទចឹងបងប្អូនអ្នកគ្នាបាទទស្សនាអ្នកគ្នាហើយសិក្សាអ្នកគ្នាដែលយើងប្រើប្រាស់នៅកម្មវិធីមួយចំនួនដែលឥតគិតថ្លៃហើយយើងប្រើប្រាស់លើទូរស័ព្ទដៃបាទចឹងយើងទៅរៀនបង្កើត MV អ្នកគ្នាហើយបងប្អូនអ្នកគ្នាដែលបានទស្សនាវីដេអូនេះកុំភ្លេច Subscribe ចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗផងដែរនេះខ្ញុំនៅតែបងតែបែរនោះខ្ញុំបែរជាស្ងាត់សូនអនុស្សារីយ៍នៅតែដល់ដូចអ្នកមិនដែលចាក់ទៅណាអ្នកធ្លាប់ប្រាប់ថានឹងមិនចាចេញនឹងកាន់តែខ្ញុំរហូតដល់ចាក់ថាស្នេហ៍មិនប្រែប្រួលតែហេតុអ្វីថ្ងៃនេះអ្នកបែរចាក់ទៅរយប់ខ្ញុំនៅតែរងចាំសម្លឹងទ្វាគិតហើយនឹងត្រឡប់ទូរស័ព្ទនៅតែស្ងាត់គ្មានសារពីអ្នកបែរដងខ្ញុំក៏ស្ងាត់ដូចគ្នាតែពីដែលអ្នកធ្លាប់និយាយនៅមានន័យដែរឬទេឬវាគ្រាន់តែជាពាក្យដែលអ្នកនិយាយដើម្បីលុបខ្ញុំឯណាតែសន្យាដែលអ្នកធ្លាប់ប្រាប់ខ្ញុំថានឹងស្រឡាញ់ខ្ញុំមិននៅខ្ញុំឯកាឯណាទៅដឹងដែលធ្លាប់កាន់ខ្ញុំហើយអ្វីថ្ងៃនេះវាបែរជាឡើងមានខ្ញុំនឹងតែស្រឡាញ់តួអ្នកឡើងត្រឡប់មកខ្ញុំនៅតែរងចាំពូដឹងហើយគ្មានថ្ងៃរូបថតចានៅក្នុងទូរស័ព្ទរាល់ពេលមើលទឹកភ្នែកក៏ហូរកន្លែងដែលយើងធ្លាប់អង្គុយជាមួយគ្នាថ្ងៃនេះនៅសល់តែខ្ញុំអ្នកអាចភ្លេចបានយ៉ាងងាយបាទអញ្ចឹងយើងជាដំបូងក៏យើងចូលមកក្នុងកម្មវិធី Chat GPT ទាំងអស់គ្នាណាហ្នឹងហើយយើងចូលមកកម្មវិធី Chat GPT មកហើយយើងឲ្យ Chat GPT នឹងនិពន្ធបទចម្រៀងមកឲ្យយើងអញ្ចឹងយើងដាក់មកបង្កើតចម្រៀងមួយបទបាទហើយយើងដាក់ចំណងជើងមកបែបកំសត់ហ្នឹងហើយបែបកំសត់បទ slow ហ្នឹងដាក់ slow បទ slow អូខេហើយយើងដាក់ចំណងជើងមកយើងចង់បានបទចំណងជើងបែបណាដាក់សញ្ញាចំណាប់សម្គាល់មកដាក់ឯណាទៅសន្យាសូមបង្កើតចម្រៀងមួយបទស្រីច្រៀងបាទស្រីច្រៀងដាក់ស្រីច្រៀងផងហ្នឹងហើយស្រីច្រៀងហើយយើងបញ្ជូនទៅចឹងយើងរងចាំ Chat GPT និពន្ធនៅបទចម្រៀងឲ្យយើងក៏ដូចជាហៅថា lyric ឬក៏ជាទំនុកច្រៀងហ្នឹងហើយជានេះបទចម្រៀងមួយបទស្រីច្រៀងបទហ្នឹងគឺបទស្រីច្រៀងបែបកំសត់ហើយបទ slow ហ្នឹងហើយបទ slow ហើយយើងបានហើយបាទយើងបាននៅបទចម្រៀងនេះបាទចឹងយើងមានច្រើនខ្ទង់ដែរបទចម្រៀងរបស់យើងបាទចឹងយើង copy បទចម្រៀងរបស់យើងអស់មកហ្នឹងហើយយើង copy អស់មកអូខេយើង copy អស់មកបាទចឹងយើង copy ហើយយើងរក្សាទុកកន្លែងណាម្ដុំទៅបាទចំណែកខ្ញុំដាក់នៅក្នុង notebook របស់ខ្ញុំណានឹងដាក់ក្នុង notebook របស់ខ្ញុំហើយយើងវាយចំណងជើងចំណាំមកឯណាទៅសន្យាបាទឥឡូវគឺយើងបានបទចម្រៀងហើយតែយើងធ្វើបទចម្រៀងរបស់យើងបែប MV ទៅតាមការស្នើសុំរបស់បងប្អូនអ្នកគ្នាអញ្ចឹងដើម្បីបង្កើត MV បានគឺយើងត្រូវមានបទចម្រៀងហើយនឹងរូបភាពហើយយើងចាប់តាមបង្កើតនៅកាយវិការទៅតាមអត្ថន័យនៃបទចម្រៀងចឹងហើយក៏យើងត្រូវការរូបភាពទៅតាមអត្ថន័យនៃបទចម្រៀងដែរចឹងយើងយកមកបាទគឺ clear ទី1នេះគឺ intro ណាហ្នឹងហើយចឹង intro យើងយកមកឥឡូវខ្ញុំយកទី2សិនបាទយកទី1ប្រាប់ទៅបាទហើយខាងលើនេះគឺ intro អញ្ចឹង intro គឺខ្ញុំនឹងដាក់នៅរូបភាពផ្សេងបាទឥឡូវយើងយកកន្លែងទី1សិនមកអូខេណាហ្នឹងហើយយើង copy មកហើយយើងចូលទៅក្នុង website មួយសម្រាប់បងប្អូនអ្នកប្រើប្រាស់នៅ browser ណាមួយក៏បានដែរដែលបងប្អូនអ្នកចូលចិត្តប្រើចំណេះខ្ញុំប្រើ Chrome អញ្ចឹងខ្ញុំចូលក្នុងកម្មវិធី Chrome បាទអញ្ចឹងពេលយើងចូលមកដល់កម្មវិធី Chrome គឺយើងកន្លែងមើលត្រង់កន្លែងនេះ search Google or Thai ហ្នឹងយើងប៉ះត្រង់មក
ហើយយើងវាយពាក្យថា Google Labs FX បាទយើងបញ្ជូនទៅហើយបន្តមកទៀតគឺយើងយកកន្លែងនេះ Labs Google FX ហ្នឹងបាទបន្តមកទៀតគឺយើងយកកន្លែងនេះ Flow Google បាទឡើយយើងរងចាំអ្នកនរសិនណាហ្នឹងហើយយើងរងចាំដំណើរការ flow បាទមួយ step បន្តមកទៀតគឺយើងយកកន្លែងនេះមកកន្លែង create with flow Google នេះជាប៉ះត្រង់មួយទៀតបាទឥឡូវយើង log in នៅ Gmail account ចូលបងប្អូនអ្នកគ្នាមាន Gmail ប្រមាណគឺវា load នៅក្នុងហ្នឹងទាំងអស់ហើយយើងជ្រើសរើស Gmail ណាមួយដែលយើងចង់ log in ណាតែយើងប៉ះមកយើងគ្រាន់តែប៉ះ Gmail ហ្នឹងទៅគឺវានឹងដំណើរការឲ្យយើងប្រើប្រាស់នៅ flow តែម្ដងហើយយើងអត់មានថាធ្វើអញ្ញាទេហើយយើងចូលមកដល់កន្លែងនេះគឺយើងមើលខាងក្រោមកន្លែងនេះ new project បាទ new project ហ្នឹងយើងប៉ះត្រង់មកតើបាទឥឡូវយើងរងចាំបន្តទៀតមកដល់កន្លែងនេះគឺយើងត្រូវបង្កើតនៅ MV ហើយបាទអញ្ចឹងយើងចាប់ដើមបង្កើតនៅរូបភាពជាមុនសិនទើបយើងអាចបង្កើតជាវីដេអូជា MV បានអញ្ចឹងគឺយើងមានច្រើនចំណុចដែរចំណុចទី1មិញគឺយើងចាប់ដើមបង្កើតនៅបទចម្រៀងឬក៏ជាទំនុកច្រៀងបើសិនមកបងប្អូនអ្នកនេះចេះតែងបទចម្រៀងហើយគឺបងប្អូនអ្នកនេះមិនបាច់ចាំប្រើ ChatGPT ទេដោយសារយើងចេះតែងបទចម្រៀងហ្នឹងហើយយើងចាប់ដើមបង្កើតរូបភាពតែម្ដងបាទតែយើងមើលកំណត់ឡើងយើងនេះវីដេអូនេះមកយើងប៉ះមកយើងមកកើតរូបភាពចឹងយើងយកឡើងរូបភាពសិនមកនេះរូបភាពអូខេចឹងយើងបាននៅកំណត់ទីតាំងនៃរូបភាពហើយយើងយកបញ្ឆោតទូរស័ព្ទឬក៏យក4ជ្រុងនៃរូបភាពណាឬក៏យកទៅតាំងទូរស័ព្ទហើយបងប្អូនចាំបាន2រូបភាព4ក៏បាន3ក៏បានដែរបាទតែខ្ញុំយក1រូបភាពទេហើយយើងប៉ះកន្លែងតនេនេះមកហើយយក2ចាស់បាទយក2រូបភាពយើងប៉ះកន្លែងតនេមកហើយយើងប៉ះកន្លែងនេះមកបាទហើយបន្តមកទៀតគឺយើងដាក់នៅ script ដែលយើងបាន copy មិញណាបាទយើងផាសទៅនេះមកបាទបន្តមកទៀតគឺយើងចុចសញ្ញាព្រួញទៅដើម្បី generate ចេញរូបភាពឥឡូវយើងរងចាំឲ្យ flow generate នៅរូបភាពមកឲ្យយើងសិនបាទយើងចាំអស់គ្នាហើយសម្រាប់បងប្អូនអស់គ្នាដែលបាន comment មកមួយដែរដែលគាត់បាន comment ថាបងខ្ញុំបង្កើតវីដេអូអត់និយាយខ្មែរបាទហើយមូលហេតុដោយសារតែគាត់អត់បានមើលបាទដោយសារតែគាត់អត់បានមើលត្រង់កន្លែងដែលយើងត្រូវកំណត់ថាយើងកំណត់កន្លែងណាខ្លះដែលអាចនិយាយខ្មែរបាននេះហើយជាមូលហេតុដែលខ្ញុំតែងតែប្រាប់បងប្អូននេះថាមើលកុំឲ្យរំលងកាលណាយើងមើលទៅរំលងវាប៉ះកន្លែងណាសំខាន់គឺយើងធ្វើអត់កើតទេបាទឥឡូវគឺវាអត់ឲ្យបាទអញ្ចឹងសូមលុបចោលសិនដាក់សារថ្មីបាទយើងបញ្ជូនសារថ្មីទៀតមិញអត់បានបញ្ជាក់ថាយើងបង្កើតរូបភាពបែបប្រុសឬក៏ស្រីបាទខ្ញុំអត់បានបញ្ជាក់សោះមិញជាមើលរូបភាពចេញមកបែបណាបាទបើសិនជាចេញមកប្រុសយើងនឹងបង្កើតសារថ្មីហើយដោយសារតែខ្ញុំបានកំណត់បាទអញ្ចឹងបងប្អូនគ្នាធ្វើបែបនឹងរហូតណាបាទធ្វើបែបនឹងរហូតអញ្ចឹងហើយខ្ញុំនឹងបង្ហាញជាបន្តបន្ទាប់ហើយខ្ញុំសង្ឃឹមថាវីដេអូនេះរៀងវែងបាទក៏សូមអធិស្ឋានផងដែរប៉ុន្តែគឺត្រូវតែវែងបាទបើអត់វែងទេគឺអត់កើតទេដោយសារវីដេអូវែងបាទឥឡូវយើងលុបចោលទៀតបាទខ្ញុំសូមកែប្រមសារថ្មីសិនបាទយើងត្រូវមើលតើនេះឲ្យយល់បាទប្រហែលជាអត់យល់ប្រហែលជា flow អត់យល់ទៅលើអ្វីដែលយើងធ្វើនេះបាទតើអ្នកធ្លាប់ប្រាប់ថាអ្នកមិនចាក់ចេញតែខ្ញុំណាអញ្ចឹងគឺអត់យល់មែនបាទអត់យល់ទេអញ្ញាញ៉ៃណាបាទអញ្ចឹងខ្ញុំបង្កើតទៅវិញបាទមាននារីអាស៊ីម្នាក់បាទណាមាននារីអាស៊ីម្នាក់មានអារម្មណ៍កំសត់បាទនាងកំពុងមានទុក្ខបាទចឹងទៅបាទម្នាក់នាងកំពុងមានទុក្ខបាទចេះមកព្រោះសង្សារក្បត់ទៅបាទព្រោះសង្សារក្បត់ណាខ្ញុំដាក់ចេះមកបាទព្រោះឯមិញហ្នឹងគឺ flow អត់យល់ទេអត់យល់ថាយើងនឹងបង្កើតនៅរូបភាពបែបម៉េចទេ
ដែលសារតែវាញ៉ៃទៅលើអត្តន័យប័ណ្ណយើងវាឆ្ងាយពេកដោយសារតែខ្ញុំបង្កើតភ្លាមធ្វើភ្លាមអញ្ចឹងខ្ញុំអាចបានរៀបចំខ្ញុំអាចបានរៀបចំថាតើក្នុងមួយឈុតហ្នឹងវាច្រៀងអញ្ចឹងយើងប្រមូលសរុបនៃសក្តីមកថាតើរូបភាពហ្នឹងវាបែងចែកអារម្មណ៍ហ្នឹងដោយរបៀបណាហើយថັດនាទីកន្លែងណាអញ្ចឹងយើងអាចបានបែងចែកអារម្មណ៍យើងដាក់ជាបទចម្រៀងចូលតាមនោះគឺ flow វាអត់យល់ថាយើងនឹងកំពុងស្នើសំរូបភាពរូបភាពបែបណាបាទឥឡូវយើងបើករូបភាពហើយបាទយើងយករូបភាពមួយណាដែលយើងចង់បានបាទយកទៅពីរតាមដនទៅយកមួយបានណាបាទយកទៅមួយទេបន្តមកទៀតគឺយើងត្រូវទៅមើល script របស់យើងដែលជាវគ្គបន្តបាទអញ្ចឹងវគ្គទី2របស់យើងនេះគឺតើពាក្យដែលធ្លាប់និយាយនៅមានន័យដែរឬទេឬវាគ្រាន់តែជាពាក្យដែលអ្នកនិយាយដើម្បីលួងខ្ញុំអញ្ចឹងយើងសរុបមកយើងសរុបន័យមកតើយើងបង្កើតរូបភាពបែបណាបាទយើងសរុបន័យមកគឺបានថាមានរៀមហ្នឹងគឺរងចាំបរិះម្នាក់ធ្វើតាមពាក្យសន្យាប៉ុន្តែក៏ក្បត់សន្យាបាទយើងចូលកន្លែង flow យើងវិញមកយើងចាប់ដើមទៅសេនៅព្រមយើងចូលបាទប៉ុន្តែយើងដាក់រូបភាពនេះជាគំរូណាបាទដាក់ជាគំរូយើងប៉ះកន្លែងសញ្ញាបោកនេះមកយើងយកកន្លែងសញ្ញាព្រួញហើយយើងទៅយករូបភាពនេះមកដាក់កន្លែងហ្នឹងដើម្បីជាគំរូបាទយើងប៉ះមកយើងដល់មកហើយយើងរងចាំសិនរងចាំឲ្យរូបភាពចូលពេញសិនទៅយើងចាប់តាមអានបន្តទៀតបាទអញ្ចឹងបងប្អូនគ្នាកុំភ្លេចបាទ Subscribe ចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីហើយឥឡូវយើងគឺបានពេញហើយយើងប៉ះលើរូបភាពហ្នឹងមកហើយយើងដាក់ script ចូលមកអញ្ចឹងយើងដាក់មកបាទបង្កើតរូបភាពបាទបង្កើតរូបភាពនេះមួយទៀតតាមន័យខាងក្រោមបាទចាំមកយើងដាក់ខាងក្រោមបាទដាក់សញ្ញាចំណាំចំមកនាងកំពុងមិនសប្បាយចិត្តបាទចាំមកមិនសប្បាយចិត្តដោយសង្សារនាងភ្លេចសន្យាបាទភ្លេចសន្យាណាខ្ញុំធ្វើនេះរៀនលឿនហើយដោយសារតែខ្ញុំអត់បានរៀបចំទៅលើអត្ថន័យនៃបទចម្រៀងបាទដោយសារតែខ្ញុំធ្វើភ្លាមដាក់ភ្លាមយ៉ាងវាវិញវ័នតិចបាទប៉ុន្តែគឺបងប្អូនគ្នាមុននឹងចាប់ដើមធ្វើ MV បងប្អូនគ្នាតែងបទចម្រៀងឲ្យមកហើយយើងសង្ខេបនៅបទចម្រៀងរបស់យើងនីមួយៗនោះឲ្យសំរុំទៅតាមអត្ថន័យនៃបទចម្រៀងរបស់យើងដើម្បី generate នូវរូបភាពឲ្យ AI ងាយស្រួលយល់បាទខ្ញុំស្រាប់ជូនទៅបាទឥឡូវយើងរងចាំសិនឥឡូវគឺយើងដល់ជំហាននេះគឺយើងអត់ទាន់បានចងជា MV ណាបាទគឺយើងគ្រាន់តែបង្កើតរូបភាពទេហើយវគ្គបន្តទៀតគឺយើងត្រូវបង្កើតជាវីដេអូណាដែលហៅថាការ generate នៅរូបភាពនេះឲ្យទៅជាវីដេអូមួយវគ្គទៀតទើបយើងអាចចោលទៅផ្គុំជាមួយនឹងបទចម្រៀងឲ្យចេញជា MV អញ្ចឹងគឺយើងមានច្រើនវគ្គច្រើន clear ដែរកន្លែងហ្នឹងណាបាទឥឡូវយើងយករូបភាពមួយណាបាទយករូបភាពមួយណាដែលគិតថាជាការក្បត់សន្យាឬក៏បែបម៉េចបាទយើងមើលរូបភាពមួយនេះគឺមានថ្ងៃខែនេះបាទថ្ងៃខែគេហើយមានទូរស័ព្ទបាទយើងយកនឹងចោះដោយសម័យគឺសម័យអ៊ីនធឺណិតហើយអញ្ចឹងគឺការប្រើប្រាស់ទូរស័ព្ទលែងប្រើប្រាស់សំពត់ទៅដែរណាអូខេឥឡូវយើងរួចរាល់ហើយអញ្ចឹងយើងចាប់ដើមបង្កើតនៅរូបភាពដែលជារូបភាពបន្តឥឡូវយើងមើលខាងក្រោមទៀតនេះតើអ្នកដែលធ្លាប់និយាយនៅមានន័យដែរទេឬវាគ្រាន់តែជាពាក្យដែលអ្នកនិយាយដើម្បីលួងខ្ញុំអូហ្នឹងមិញហើយជាងអត់ចោតទេបាទយើងយកខាងនេះបាទអនាគតសន្យាដែលធ្លាប់បានប្រាប់ខ្ញុំថាអ្នកនឹងស្រឡាញ់ខ្ញុំមិនខ្វល់ខ្ញុំឯកាទេបាទដែលធ្លាប់កាន់ឯខ្ញុំហេតុអ្វីថ្ងៃនេះបែរជាលែងមានបាទខ្ញុំនៅតែស្រឡាញ់ទោះអ្នកលែងត្រឡប់វិលវិញក៏ដោយបាទ
ចឹងយើងយល់អត្ថន័យនឹងហើយយើងយកបង្កើតបទចម្រៀងបាទយើងចូលក្រោមមកយើងវិញមកណាយើងដាក់រូបភាពគំរូចូលដើម្បីកុំឲ្យបាត់នៅនេះយើងមានស្រាប់ហើយបាទយើងយករូបភាពចូលមកណាអូខេឥឡូវដាក់មកដាក់មិនបាទបង្កើតរូបនេះមួយទៀតតាមន័យនេះតាមន័យខាងក្រោមនេះបាទខាងក្រោមឬខាងក្រោយមកបាទដាក់ចេញមកបង្កើតរូបភាពនេះមួយទៀតតាមន័យខាងក្រោមនេះហើយយើងដាក់មកទោះបីបាទទោះបីចេញមកទោះបីសង្សារទោះបីទៅសេខុសទោះបីសង្សារបាទទោះបីសង្សារក្បត់ចិត្តក៏នាងនៅតែស្រឡាញ់បាទតើយើងបញ្ជាក់ទៅលើអត្ថន័យនៃបទចម្រៀងទោះបីសង្សារក្បត់ក៏នាងនៅស្រឡាញ់យើងបញ្ជូនទៅចុះខ្ញុំបង្កើតរូបនេះតែប៉ុណ្ណឹងទេដែលហើយអ្វីដែលនៅបន្តគឺបងប្អូននេះចាប់ដើមអនុវត្តបែបហ្នឹងទៅជាមួយคลิปទៅតាមអត្ថន័យនៃបទចម្រៀងហើយបងប្អូននេះចាំបដូរ background ចាំបដូរទីតាំងអីគឺបងប្អូនអាចផ្លាស់ប្ដូរបានណាតែខ្ញុំអត់មានការផ្លាស់ប្ដូរនៅ background ទេគឺដដែលបាទឥឡូវយើងរងចាំសិនបាទរងចាំរូបភាពឲ្យពេញសិនហើយកុំភ្លេចបងប្អូននេះដែលមានចម្ងាយបាទសូម comment ខាងក្រោមវីដេអូខ្ញុំនឹងព្យាយាមឆ្លើយតបជាបន្តបាទឥឡូវយើង download មកបាទប៉ុណ្ណឹងគឺរួចរាល់ហើយអ្វីដែលយើងត្រូវធ្វើបន្តគឺយើងចាប់ដើមបង្កើតជាវីដេអូបាទហើយមុននឹងបង្កើតជាវីដេអូគឺយើងត្រូវកំណត់កន្លែងនេះវិញសិនបាទកន្លែងនេះយើងប៉ះមកហើយយើងយកកន្លែងវីដេអូនេះមកបាទហើយបន្តមកទៀតគឺយើងយកតែមួយវីដេអូទេបាទយើងយកតែមួយវីដេអូទេហើយនាទីគឺយើងយកតែប្រហែលវិនាទីមកបាទយក10ឬក៏8ឬក៏6បាទខ្ញុំយក8វិនាទីចាស់នឹងខ្ញុំយក10បាទខ្ញុំយក10វិនាទីហើយបន្តមកទៀតគឺយើងចាប់ដើមប៉ះកន្លែងផ្សេងនេះមកបាទយើងចាប់ដើមបង្កើតនៅរូបភាពយើងទៅជាវីដេអូចឹងហើយក៏យើងត្រូវប្រើប្រាស់កាយវិការនៃរូបភាពនេះឲ្យទៅជាវីដេអូហើយឲ្យសមទៅតាមអត្ថន័យនៃបទចម្រៀងរបស់យើងអញ្ចឹងយើងចូលទៅ copy បទចម្រៀងរបស់យើងមកបាទយើង copy កន្លែង script ដែលយើង generate នៃរូបភាពមិញណាបាទនេះទី1ណាបាទយើង copy ទី1នេះមកហើយយើងចូលមកកាន់ flow របស់យើងវិញបន្តមកទៀតក៏យើងយកកន្លែងសញ្ញាព្រួយនេះសញ្ញាលេខបូកនេះមកបាទលេខបូកហើយយើងមើលរូបភាពមួយណាដែលជារូបភាពទី1ដែលយើងបាន download បាទយើងប៉ះមកបាទយើងប៉ះហើយយើងចាប់ដើមបង្កើតជាវីដេអូប៉ុន្តែយើងប្រើប្រាស់នេះគឺជាអក្សរខ្មែរបាទអញ្ចឹងខ្ញុំដាក់ជាអក្សរខ្មែរតាមបទចម្រៀងរបស់យើងហើយយើងដាក់ខាងក្រោមបញ្ជាក់មកបាទ no speak បាទដាក់បញ្ជាក់មកជួនកាលវាអាចនិយាយរូបភាពហ្នឹងតែយើងអត់និយាយទេ no speak no voice បាទ no voice ទៀតឲ្យដាក់អញ្ចឹងណាកុំឲ្យវាច្រឡំបាទបន្តមកទៅយើង generate មកបាទ generate តាមមកហើយយើងដាក់បញ្ជាក់ខាងដើមមកសូមបាទសូមបង្កើតវីដេអូនៃរូបភាពនេះនៃរូបនេះឲ្យត្រូវតាមន័យខាងក្រោមបាទដាក់ចេញមកហើយយើងបញ្ជូនទៅចាំមើលវីដេអូដែល generate មកវាមានលក្ខណៈបែបណាអញ្ចឹងហើយដើម្បីបានដឹងច្បាស់គឺយើងរងចាំអ្នកគ្នាដើម្បី generate ឲ្យចប់ទើបយើងដឹងថាតើវាត្រូវទៅតាមអ្វីដែលយើងចង់បានដែរឬទេ
បាទហើយយើងរងចាំអស់គ្នាហើយយើងធ្វើបែបនឹងជាបន្តបន្ទាប់បងប្អូនអរគ្នាយើងធ្វើបែបនឹងជាបន្តបន្ទាប់ចឹងហើយគឺយើងត្រូវការជីមេច្រើនដែរដោយសារតែ flow របស់យើងនេះ generate វីដេអូមួយថ្ងៃដូចជា4វីដេអូបាទឬក៏3វីដេអូទេចឹងបើយើងមានជីមេ5 6 7ទៅគឺយើងអាចធ្វើ MV បានដែរក្នុងមួយថ្ងៃគឺយើងអាចធ្វើបានមួយបទដែរបាទអញ្ចឹងគឺងាយស្រួលមែនតើដែលយើងធ្វើ free បាទបើអត់កាត់ថ្លៃបាទហើយនេះគឺជារបៀបបង្កើតនៅ MV បាទបែបបទចម្រៀងនៅលើទូរស័ព្ទដៃបាទឥឡូវយើងបានបញ្ចប់ហើយទូរស័ព្ទរបស់យើងណាហ្នឹងហើយសំទោសនៅវីដេអូរបស់យើងហ្នឹងហើយអញ្ចឹងយើងប៉ះទៅលើវីដេអូហ្នឹងមកបន្តមកទៀតគឺយើងយកសញ្ញាព្រួននេះដែលហើយយើងយកកន្លែងនេះកន្លែង720នេះដើម្បី download បាទអញ្ចឹងវាមានចៃអត់ជាមួយនឹង play មកថាស្នេហ៍ម្លើយនឹងមិនប្រែប្រួលគ្មានសារពីអ្នកបាទអញ្ចឹងវាមានសំឡេងតែសំឡេងនេះគឺមិនមែននាងនិយាយទេបាទបើយើងដាក់ឲ្យនាងនិយាយនាង speak នាងអីហ្នឹងយើងកំបញ្ជាក់គឺរូបភាពវានិយាយព្រោះយើងមិនតែប្រាស់វាអាចទៅតាមអត្ថន័យរបស់យើងបាទអញ្ចឹងគឺអាហ្នឹងអាស្រ័យលើបងប្អូនគ្នាបងប្អូនចង់ឲ្យរូបភាពហ្នឹងមានការហាក់ប៉ុតនិយាយក៏បងប្អូនគ្នាធ្វើទៅបាទបន្តមកទៀតគឺយើងចាប់ដើមទៅយករូបភាពទី2បាទរូបភាពទី2យើងយកព្រមទី2សិនបាទយើងចូលមកកាន់ flow របស់យើងវិញមកនេះចុចសញ្ញាលេខបូកដើម្បីទៅយករូបភាពទី2បាទឥឡូវយើងចំណាំមើលរូបភាពរបស់យើងមុនណាមើលអានេះយើងនេះកាន់ទូរស័ព្ទមើលវីដេអូមិនសិនដល់ណាបាត់ហើយបាទដល់ណាបាត់ហើយបាទអត់ទេគឺយើងប្រើវិធីផ្សេងណាបាទអូខេបាទយកសញ្ញាលេខបូកយើងយកកន្លែងសញ្ញាព្រួយនេះមកមិនចេញផុតបាទចេញផុតបាទនេះយើងធ្វើមិញហើយណាយើងយករូបនេះបាទដានមកយើងរងចាំអ្នកគ្នាបាទមិញដោយសារតែអត់ចំណាំរូបភាពបាទតែយើងមានតែធ្វើបែបហ្នឹងអញ្ចឹងហើយកម្ល៉េះមានបញ្ហានេះកើតឡើងគឺយើងអាចដោះស្រាយបានភ្លាមៗបាទបើសិនមានបញ្ហាបែបហ្នឹងគឺយើងបង្កើតរូបភាពហើយយើងដានអស់មកបាទក្រែងលោយើងមានការទទួលនៅបញ្ហាដូចមិញអញ្ចឹងគឺយើងមានរូបភាពស្រាប់តែបើយើងអាចបានដោនឡូតទេពិបាកទៅរករូបភាពហ្នឹងណាបាទយើងប៉ះលើរូបភាពហ្នឹងមកយើងដាក់ព្រមចូលបាទដាក់ព្រមចូលយើងសរសេរបញ្ជាក់មកបាទសូមបង្កើតរូបនេះជាវីដេអូតាមន័យខាងក្រោមបាទដាក់ចិនដល់មើលមិញថាកុំឲ្យនិយាយកុំឲ្យមានសលេងមកមានភ្លេងមិនអីចឹងអត់ប្រចេះបាទដាក់ប៉ុណ្ណឹង100ហើយបញ្ជូនទៅចាំមើលមកវាបែបណាតែជាមិនបញ្ហាទេហ្នឹងហើយទោះបីជាវាមានកាយវិការហាប់មកបញ្ហាដែរព្រោះ MV ហ្នឹងហើយគាត់ថាហាប់មកខុសបទចម្រៀងហ្នឹងហើយតែយើងលឺតែភ្លេងធម្មតាយើងមើលវីដេអូចម្រៀងគាត់ណាជួនកាលឃើញកាយវិការនិយាយឆ្លងឆ្លើយគ្នាប៉ុន្តែច្រៀងសំឡេងចម្រៀងទេវាមិនជាកាយវិការមិនមែនជាការនិយាយរបស់តួអង្គកំពុងលេងទេអញ្ចឹងណាហ្នឹងហើយបាទឥឡូវយើងរងចាំអស់គ្នាវីដេអូនេះខ្ទង់ប្រហែលជាយូរព្រោះឥឡូវនេះយើងទើបតែបាននៅវីដេអូ generate ចេញពីរូបភាពអញ្ចឹងយើងនៅគុំជា MV ទៀតបាទហើយខ្ញុំសង្ឃឹមថាបងប្អូននេះអាចធ្វើបានបាទបងប្អូនគ្នាយើងមាននៅបទចម្រៀងហើយយើងមាននៅវីដេអូហើយយើងអាចគុំបានហើយប៉ុន្តែយើងនៅមានមួយចំណុចទៀតដែលខ្ញុំត្រូវបង្ហាញគឺយើងត្រូវបង្កើតបទចម្រៀងឥឡូវនេះយើងតែបានបទចម្រៀងណាបាទគឺយើងទើបតែបានវីដេអូទេហ្នឹងហើយឥឡូវយើងប៉ះវីដេអូហ្នឹងមកបាទអញ្ចឹងពេលដែលយើងបាននៅវីដេអូនេះហើយបាទគឺយើងចុចសញ្ញាព្រួយហើយយើងយកកន្លែង20នេះមកគឺយើងនឹងបានវីដេអូនេះប្រើប្រាស់បន្តមកទៀតយើងទៅចាប់ផ្ដើមយកព្រមទី3មកព្រោះយើងមានរូបភាពប្រមាណរូបភាពអញ្ចឹងយករូបភាពទី3មកប៉ះមកយកពីដានបាទឥឡូវយើងរងចាំឲ្យរូបភាពនេះពេញសិនពេលដែលយើងបង្កើតវីដេអូនេះចប់គឺយើងចាប់ដើមបន្តក្នុងការបង្កើតនៃ MV បញ្ជាបន្តទៀត
បាទឥឡូវពេញយើងប៉ះរូបភាពនឹងមកហើយយើងដាក់ស្គ្រីបចូលមកបាទយើងដាក់ប្រមចូលហើយយើងទៅសេមកសូមបង្កើតវីដេអូរូបនេះជាវីដេអូសូមបង្កើតរូបនេះជាវីដេអូតាមនៅខាងក្រោមបាទខ្ញុំដាក់ no speak ឯងអត់ឲ្យយកឃើញមាត់ហមាត់និយាយបានដាក់ no speak ឯងបាទខ្ញុំបញ្ជូនទៅខ្ញុំចង់បានតែកាយវិការស្ងៀមស្ងាត់ឬក៏កំសត់សប្បាយរីទេតែការហាប់មាត់និយាយគឺខ្ញុំអត់ចង់បានទេខ្ញុំដាក់ no speak បងប្អូននៅចង់បានហាប់មាត់និយាយគឺបងប្អូននេះដាក់មកណាបាទមិនបាច់ដាក់ no speak ទេហ្នឹងហើយចង់ឲ្យវីដេអូនិយាយភាសាខ្មែរក៏និយាយចោះអត់បញ្ហាទេតែខ្ញុំអត់ដាក់ទេណាហ្នឹងហើយខ្ញុំអត់ដាក់ទេខ្ញុំបង្ហាញតែកលឹះមួយគឺរបៀបបង្កើតវីដេអូ MV បាទបទចម្រៀងតែប៉ុណ្ណោះហើយវីដេអូដែល AI និយាយខ្មែរ AI ដែលសន្ទនាគ្នា AI ដែលនិយាយជាក្រុមកំណត់តួអង្គនិយាយម្ដងម្នាក់គឺខ្ញុំបានបង្ហាញច្រើនវីដេអូហើយដែរហើយយើងបង្កើតបានតែ3ទេណាបាទបានតែ3ទេនេះគឺយើងមើលសញ្ញានេះអញ្ចឹងមួយថ្ងៃគឺយើងបង្កើតបានតែ3ទេអញ្ចឹងបងប្អូនអ្នកគ្នាធ្វើ MV មួយបទបងប្អូនអ្នកគ្នាមាន Gmail 5ទៅគឺអាចធ្វើបានដែរបាទក៏យើងធ្វើបានតែ3នេះ Gmail មួយអញ្ចឹងយើង download មកបានបញ្ចប់ហើយយើងប៉ះរូបដើម្បី download មកបាទហើយបន្តមកទៀតយើងយកកន្លែងសញ្ញា Pro នេះយើងយកកន្លែងពណ៌20បាទប៉ុណ្ណេះគឺរួចរាល់ Where is the promise that you once told me បាទឥឡូវខ្ញុំសន្មតថាការបង្កើតនៅវីដេអូ AI បាទគឺបានបញ្ចប់ប៉ុណ្ណឹងហើយបងប្អូននេះធ្វើបន្តទៅដើម្បីបញ្ចប់នៅសាច់រឿងរបស់យើងហើយអ្វីដែលខ្ញុំចង់បង្ហាញបន្តទៅនេះគឺយើងនឹងចូលទៅភាគបន្តទៅគឺបង្កើតនៅបទចម្រៀងបាទឥឡូវយើងចូលមកក្នុង tab ថ្មីមួយទៀតឬក៏បងប្អូននេះចូល browser ថ្មីទៀតក៏បានដែរហើយយើងបាយពាក្យថា Google Flow Music បាទយើងបញ្ជូនទៅបាទនេះគឺ Flow Music គឺយើងចាប់ដើមដល់ពេលយើងទៅបង្កើតបទចម្រៀងណាបាទឥឡូវយើងប៉ះមកបាទហើយបន្តមកទៀតគឺយើងចូលទៅ copy នៅបទចម្រៀងរបស់យើងមិញមកដែលយើងបានរក្សាទុកណាហ្នឹងហើយបាទយើង copy ទាំងអស់មកវគ្គនេះគឺជាវគ្គដែលយើងត្រូវបង្កើតបទចម្រៀងហើយបាទចូល flow របស់យើងវិញមកហើយយើងយកកន្លែងនេះ as producer បាទយើងប៉ះទាំងមកហើយយើងដាក់នៅបទចម្រៀងរបស់យើងចូលបាទហើយបន្តមកទៀតគឺយើងចុចសញ្ញាពុតដើម្បី generate អញ្ចឹងយើងរងចាំទាំងអស់គ្នាឲ្យ flow generate នៅបទចម្រៀងឲ្យយើងតែម្ដងបាទយើងរងចាំទាំងអស់គ្នាហើយខាងក្រោមនេះគឺកំពុងផលិតបាទនៅបទចម្រៀងរបស់យើងបាទឥឡូវយើងរងចាំទាំងអស់គ្នាហើយយើងបង្កើតនៅរូបភាពគឺយើងប្រើប្រាស់នៅ Google Flow ដែរបង្កើតនៅវីដេអូគឺយើងប្រើប្រាស់ Google Flow ដែរហើយបង្កើតនៅបទចម្រៀងគឺយើងប្រើប្រាស់នៅ Google Flow ដែរប៉ុន្តែមួយគឺ Flow Music មួយគឺ Flow រូបភាពឬក៏វីដេអូបាទឥឡូវយើងរងចាំអ្នកនរគ្នាដើម្បីឲ្យបទចម្រៀងរបស់យើងហ្នឹងបានបញ្ចប់យើងនឹងចាប់ដើមអនុវត្តចេញជា MV ប៉ុន្តែខ្ញុំនឹងមិនបានបង្ហាញទេនៅក្នុងការចងវីដេអូជា MV គឺបងប្អូនអ្នកអាចធ្វើបានខ្ញុំជឿជាក់ចឹងបាទគឺបងប្អូនអ្នកអាចធ្វើបានខ្ញុំជឿជាក់អញ្ចឹងគឺយើងគ្រាន់តែយកបទចម្រៀងមកផ្គុំជាមួយវីដេអូមកគឺចេញជា MV ហើយបាទនេះគឺជាគន្លឹះដែលខ្ញុំបានបង្ហាញគឺកន្លែងសំខាន់បាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននេះអាចធ្វើបានអរគ្នាហើយនឹងទទួលបានលទ្ធផលមួយគឺជោគជ័យទាំងអស់គ្នាបាទឥឡូវយើងស្ដាប់បទចម្រៀងយើងមកថាយើងយកបានឬមិនបាន Where
chúng bay chia ngắt số anh nó sao đi nơi tay chúc linh cho lên đại bóng បាទខាងក្រោមគឺប្រុសទេដោយសារយើងអាចបានបញ្ជាក់ខាងដើមមកថាតើយើងបង្កើតបទមានប្រុសឬស្រីបាទឥឡូវយើងបង្កើតថ្មីមកទៅបាទសូមស្រីច្រៀងសូមស្រីច្រៀងបាទយើងបញ្ជាក់ចាំមកបាទហើយយើងដាក់នៅបទមានចូលយើងជូនសាថ្មីអញ្ចឹងគឺយើងស្ដាប់សិនមកបើសិនជាយើងទទួលយកមិនបានទេក៏យើងអាចដាក់ថ្មីដោយសារមិញគឺមានប្រុសមិនស្រីប្រុសហើយអត់ស្រីព្រោះអញ្ចឹងខ្ញុំចាប់ដើមជូនសាថ្មីណាឥឡូវយើងរងចាំអ្នកគ្នាដើម្បីឲ្យបញ្ចប់ដើម្បីយើងបានជា MV មកគឺស្អាតតែម្ដងណាហ្នឹងហើយកុំឲ្យវាយើងអត់ស្រឡាញ់អត់ព្រោះអត់ពេញចិត្តយើងធ្វើទៅក៏មិនជាមានអារម្មណ៍ថាល្អនឹងចង់បង្កើតដែរអញ្ចឹងណាតែយើងស្រាវជ្រាវឲ្យត្រូវមកបាទអញ្ចឹងគឺវីដេអូនេះគឺខ្ញុំគិតថាបងប្អូនអាចធ្វើបានហើយខ្ញុំ play សាប់សិនមកខ្ញុំបាយជាស្ងាត់សូនអនុស្សាវរីយ៍នៅតែដងដូចអ្នកកមិនដែលចាក់គឺប័ណ្ណចម្រៀងនេះគឺបានបញ្ចប់ហើយយើងចាប់តាម download បាទអញ្ចឹងយើងដើម្បី download នៅប័ណ្ណចម្រៀងបានគឺយើងប៉ះសញ្ញាទ្រាប3នេះមកហើយយើងយកកន្លែង download នេះមកហើយយើងយកកន្លែង MP3 អញ្ចឹងគឺយើងនឹងបានប័ណ្ណចម្រៀងមួយប័ណ្ណមកប្រើប្រាស់ហើយអាចចងជាមួយនឹងវីដេអូរបស់យើងនឹងទទួលបាននៅលទ្ធផលនោះគឺប័ណ្ណចម្រៀង MV ដោយ AI បាទអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនអ្នកនេះហើយកុំភ្លេច Subscribe ចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗ